សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះគឺខ្ញុំធ្វើការ set up ជាមួយនឹង TikTok account ជូនបងស្រីម្នាក់ដែលគាត់ទទួលយកសេវាកម្មបង្កើត account PayPal ពីខ្ញុំហើយឥឡូវនេះគាត់ទទួលយកសេវាកម្ម set up TikTok ពីខ្ញុំបន្ថែមទៀតចឹងណាចឹងបងប្អូនមានបរិការចង់ធ្វើការ set up TikTok set up Facebook អីតាក់ទងមកខ្ញុំទទួល set up ហើយក៏មានទទួល update bank payout ដែរហើយក៏មានទទួលបង្កើត account PayPal បង្កើត account PayPal KYC ហើយនឹងធ្វើ PayPal full KYC ហើយក៏មានទទួលបង្កើត account Pay នេះទទួលធ្វើ receiving account Pay នេះហើយនឹងទទួលដោះស្រាយ Pay នេះដែលមានបញ្ហាផ្សេងទាមទារឯកសារលុយធ្លាក់ចូលឬក៏ដោះស្រាយផ្សេងឬក៏ធ្វើ receiving account ហើយក៏មានទទួលធ្វើ EAN ហើយនឹងមានសេវាកម្មផ្សេងជាច្រើនទៀតបងប្អូនអាចតាក់ទងមក Telegram ខ្ញុំផ្ទាល់មកតើតើឲ្យចំគោលដៅតើតើឲ្យចំអ្វីដែលចង់បានកុំឲ្យខាត់ពេតោះឥឡូវធ្វើការ set up payments យល់ចឹងខ្ញុំសូមចូលមកកាន់ payout method យល់តើតើក្នុង TikTok នេះគឺខ្ញុំធ្វើការ set up ជាមួយនឹងធ្វើការបំពេញតាក់រួចរាល់ហើយឥឡូវនេះគឺខ្ញុំតជាមួយនឹងការភ្ជាប់ជាមួយនឹង payout method ឬក៏យើងហៅថា add payout method អញ្ចឹងសម្រាប់ TikTok អាមេរិកគឺវាតម្រូវឲ្យយើងប្រើតែមួយ PayPal ទេអញ្ចឹងយើងត្រូវមាន PayPal account ហើយ PayPal account ដែលខ្ញុំ recommend ឲ្យបងប្អូនប្រើល្អគឺប្រភេទ personal account កុំប្រើ business account អូខេអញ្ចឹងវាទាមទារ verify code ចេញពី email address អញ្ចឹងណាហើយកន្លែងនេះគឺខ្ញុំសូមបញ្ជាក់គឺខ្ញុំបង្ហាញពីការងារមួយចំនួនដែលខ្ញុំធ្វើការ set up ជូនបងស្រីអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេហើយមានតម្រូវការផ្សេងអាចទាក់ទងមកអូខេអញ្ចឹងមកដល់កន្លែងនេះវាថា connect your PayPal account to TikTok អញ្ចឹងខ្ញុំសូមចុចយក option agree and connect អញ្ចឹងខ្ញុំសូមចុចយកហ្នឹងYes ចឹងវាថា you're now leaving PayPal អូខេអញ្ចឹងខ្ញុំបានធ្វើការរៀបចំការ set up ការភ្ជាប់ជាមួយ PayPal តាក់ទងនឹង TikTok ដើម្បីទទួលលុយគឺរួចរាល់ហើយក៏សូមអរគុណបងស្រីមែនទែនដែលទទួលយកសេវាកម្មបង្កើត PayPal ពីខ្ញុំហើយទទួលយកសេវាកម្ម set up TikTok full version ពីខ្ញុំមកអញ្ចឹងបងប្អូនមានតម្រូវការចង់ធ្វើការ set up TikTok ចង់ធ្វើការបង្កើត account PayPal Payoneer សេវាកម្មផ្សេងៗតាក់ទងមកខ្ញុំទទួលធ្វើសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតThanks for watching. Subscribe for more.